ការបញ្យល់ហ្នឹងវាមានអត្ថប្រយោជន៍ច្រើនការបញ្យល់ការដែលខំនិយាយរាយរាប់ហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនមានគុណសម្បត្តិច្រើនណាស់អញ្ចឹងបានយើងគួរតែស្ដាប់គួរតែផ្ទៀងផ្ទាត់គួរតែយកទៅពិចារណាហ្នឹងហើយដើម្បីបានជាប្រយោជន៍ដល់ការសិក្សាជំរុញការសិក្សាហ្នឹងឲ្យកាន់តែលឿនឲ្យកាន់តែរហ័សយល់ឲ្យកាន់តែជ្រាបលឿនអញ្ចឹងថ្ងៃនេះយើងលើកអង្គសិក្ខា3យ៉ាងសិក្ខា3យ៉ាងដែលជាលំអបទនៃពុទ្ធសាសនាទី1មានសិលសិក្ខាទី2មានសមាធិសិក្ខាទី3មានវិបស្សនាសិក្ខាឬក៏បញ្ញាសិក្ខាទាំងសិក្ខា3ហ្នឹងគឺប្រកបដោយវិសុទ្ធ7យ៉ាងការសិក្សានៅសិលឬក៏ការរក្សានៅសិលបានដល់សិលវិសុទ្ធសិលវិសុទ្ធសិលដែលយើងរក្សាបានស្អាតហើយនឹងហើយបរិសុទ្ធហើយមិនប្រពាលមិនប្រព្រោះមិនដាច់ចេះតែតម្កល់ខ្លួននៅក្នុងសិលមិនថាសិល5សិល8សិល10ឬក៏សិល4ទេឲ្យតែតម្កល់ខ្ជាប់ខ្ជួននៅក្នុងសិលមិនឲ្យដាច់មិនឲ្យប្រពាលមិនឲ្យប្រព្រោះហ្នឹងឈ្មោះថាសិលវិសុទ្ធនឹងហើយជាតួសិលដែលប្រកបដោយការសម្រេចនឹងរក្សាសិលរហូតដល់សម្រេចហ្នឹងបានជាសិលវិសុទ្ធហើយសមាធិដែលយើងសិក្សាសពថ្ងៃនេះទាំងកម្មដ្ឋានដែលយើងរៀនអាណាបានសតិកម្មដ្ឋានក៏ដូចជាមេត្តាកម្មដ្ឋានឬក៏កម្មដ្ឋានទាំង40ហ្នឹងពេលដែលយើងរៀនសម្រេចនៅសមាធិហើយបានជាចិត្តវិសុទ្ធចិត្តវិសុទ្ធនឹងហើយពេលដែលយើងរៀនវិបស្សនាទៅតួវិបស្សនាហ្នឹងបានឬក៏តួបញ្ញាហ្នឹងបានដល់វិសុទ្ធ5ហ្នឹងហើយតែយើងក្នុងគណៈនេះយើងអត់ទាន់លើកអំពីវិសុទ្ធ5នៅក្នុងតួនៃវិបស្សនាទេអញ្ចឹងយើងលើកអំពីចិត្តវិសុទ្ធយើងរៀននៅសមាធិនេះឬក៏រៀននៅកម្មដ្ឋានសមថកម្មដ្ឋាននេះលោកអ្នកប្រាជ្ញលោកព្រាបផ្ទឹមទៅនឹងការដែលយើងរងាស់នៅប្រេងដូងចឹងហ្នឹងហើយការដែលយើងរៀនសមាធិហ្នឹងលោកផ្ទឹមលោកឧបមាដូចជាយើងរងាស់នៅប្រេងដូងហ្នឹងហើយដើម្បីបានប្រេងដូងបានប្រេងដូងមួយដបឬក៏បានប្រេងដូងទៅតាមសេចក្តីប្រាថ្នារបស់យើងហ្នឹងលោកឧបមាឲ្យយើងនឹងជ្រើសរើសតាំងពីផ្លែដូងទុំកម្រិតណាដែលល្មមនឹងអាចយកមករងាស់ដូងបានយកដូងនឹងមកហើយហ្នឹងក៏ព្យាយាមស្ទុះសម្បកព្យាយាមយកសម្បកចេញហ្នឹងហើយការយកសម្បកចេញហ្នឹងក៏មិនមែនជារឿងដែលងាយស្រួលដែរបើមនុស្សដែលខ្ជិលវិញមិនអាចបកសម្បកហ្នឹងដើម្បីហ្នឹងហើយយកដូងហ្នឹងយកមករងាស់នៅប្រេងដូងបានទេអញ្ចឹងបកសម្បកហើយនៅរំលីងហើយនៅពុះហើយនៅយកទឹកចេញហើយក៏ព្យាយាមកោសហ្នឹងពេលដែលកោសបានសម្រេចហើយក៏ព្យាយាមនឹងពូតដាក់ទឹកហើយក៏ពូតយកខ្ទិះពូតហើយក៏ច្រោះទៀតច្រោះហើយក៏យកខ្ទិះដូងនោះយកទៅរងាស់
រំងាស់ទៀតសោតមិនមែនរំងាស់គ្រាន់តែដាំមកពុះហើយកើតចេញជាប្រេងដូងទេរំងាស់តលតែខ្ទិះនឹងរីងហ្នឹងហើយរីងម្ដងបន្តិចម្ដងបន្តិចបន្តបន្តិចអស់ចំហាយទឹកទៅបានកើតជាប្រេងដូងហ្នឹងគ្រាន់តែឧបមាត្រឹមតែយើងចង់បានប្រេងដូងហ្នឹងយើងអត់ធ្មត់យ៉ាងណាយើងព្យាយាមយ៉ាងណាតម្រាំបានប្រេងដូងតាមតម្រូវការតាមសេចក្តីប្រាថ្នាដែលយើងចង់បានយ៉ាងណាមិញសមាធិចិត្តដែលយើងខំប្រឹងបដិបត្តិសពថ្ងៃនេះមិនមែនអង្គុយទៅកើតធម៌ភ្លាមទេមិនមែនអង្គុយទៅសម្រេចនៅសមាធិភ្លាមទេឲ្យយើងអត់ធ្មត់សង្កត់ចិត្តព្យាយាមចម្រើនរឿយជួបអកុសលធម៌ទៅក៏ព្យាយាមរងាប់ក្នុងអកុសលធម៌តែដើម្បីរងាប់បាននៅអកុសលធម៌ហ្នឹងវាត្រូវការឲ្យយើងនឹងព្យាយាមទីមួយត្រូវកំណត់ដឹងនៅអកុសលធម៌កំណត់ដឹងបានអត់ណែបើសិនតែយើងអត់បានសិក្សារៀនសូត្រអត់បានស្ដាប់លោកគ្រូបញ្យលអត់មានមេរៀនហ្នឹងគឺយើងកុំថាឡើយលះនៅអកុសលធម៌បានបើសំបីឲ្យស្គាល់អកុសលធម៌ហ្នឹងក៏មិនអាចស្គាល់បានដែរហើយយើងនឹងសង្ងំរស់នៅក្នុងអកុសលធម៌ជាយូរមកហើយជីវិតដឹងក្តីកាលណាមកជីវិតជួបសេចក្តីលំបាកជួបភាពតានតឹងជួបសម្ពាធជួបទុក្ខកង្វល់ជួបរឿងក្តៅក្រហាយចំណែននិន្ទាឈ្នានេះគ្នាទៅវិញទៅមកជួបសេចក្តីចង់បានហ្នឹងមិនចេះគ្រប់គ្រាន់សិតតែជាទូអកុសលហើយសួរថាតើបុគ្គលប្រមាណអ្នកដែលស្គាល់ថាហ្នឹងជាអកុសលហើយបើស្គាល់ហើយសួរថាបុគ្គលប្រមាណអ្នកដែលអាចលះនៅអកុសលធម៌ហ្នឹងបាននឹងហើយយើងត្រូវឲ្យយល់អញ្ចឹងហើយកាលណាដែលយើងបានមកសិក្សារៀនសូត្រនៅព្រះកម្មដ្ឋាននេះជាឱកាសដ៏ល្អជាបុណ្យជាសំណាងបើយើងកើតមិនទាន់ព្រះសាសនាទេយើងមិនដឹងថាវាសោយនៅសេចក្តីទុក្ខយ៉ាងណាទេសូម្បីតែកើតទាន់នៅព្រះសាសនាហើយហ្នឹងនៅតែរងនៅសេចក្តីទុក្ខលំបាកកាលពីយើងមិនទាន់បានដាក់កាយដាក់ចិត្តថ្វាយខ្លួនចំពោះព្រះសាសនាហើយសូមតង្កល់ចិត្តរៀននៅព្រះកម្មដ្ឋានទេនឹងក៏យើងមិនអាចយល់មិនអាចដឹងមិនអាចជ្រាបមិនអាចស្គាល់សំបីតែតួអកុសលធម៌ដែលកើតនៅក្នុងសន្តានចិត្តរបស់យើង